យ៉ាហូមករាដេសស្ដីគ្នាខ្ញុំមករាថ្ងៃនេះគឺមាន bush មួយផ្សេងទៀតចង់ណែនាំជូនអ្នកនរគ្នាតើឥឡូវទៅ check មួយគ្នាតែម្ដង bush របស់យើងថ្ងៃនេះគឺឈ្មោះថា onahen ណា onahen គឺតួអក្សរ onna នឹងតែម្ដងគឺមនុស្សស្រីចាអញ្ចឹងលើកោកតែម្ដងអញ្ចឹងតួ onahen របស់យើងចំពោះអត្ថន័យរបស់វាគឺតាក់ទងមួយនឹងមនុស្សស្រីអញ្ចឹងយើងទៅមើលពាក្យណាដែលប្រើប្រាស់ជាមួយនឹង bush onahen មើលតើវាតាក់ទងស្រីមែនអត់អូខេចាអញ្ចឹងអានេះបងស្រីអូខេស្រីមួយហើយ imoto បងអូនស្រីអូខេស្រីទៀតហើយ musume កូនស្រីអញ្ចឹងក៏ស្រីទៀតដែរហើយអញ្ចឹងស្រីរបស់គេមែនទេហើយអានេះ imoto musume សុទ្ធតែស្រីទៅកិកកងមិនតាក់ទងមួយភេទទេក៏ប៉ុន្តែពាក្យថាកិកកងរៀបការយើងដឹងហើយគឺមានន័យថាមានដៃគូហើយប្រុសនិងស្រីតែយើងដឹងថាមកការស្រឡាញ់ភេទដូចគ្នាក៏គេអាចរៀបការបានដូចគ្នាមិនអញ្ចឹងហ៎ក៏ប៉ុន្តែអ្នកគ្នាគិតថាចេះនៅក្នុងការបង្កើតកាន់ជីនេះគឺវាយូរលងណាស់មកហើយចាអញ្ចឹងគិតទៅតាមថាប្រវត្តិសាស្ត្រដែលគេបង្កើតកាន់ជីនឹងមកពាក្យនឹងមកវាយូរហើយចាអញ្ចឹងគេគិតសាមញ្ញថាតារៀបការគឺប្រុសហើយនឹងស្រីនឹងឯងអញ្ចឹងមានមនុស្សស្រីនៅក្នុងនឹងគឺរៀបការហើយnín xinគឺមានផ្ទៃពោះនៅគ្នាចាអញ្ចឹងមានផ្ទៃពោះត្រូវហើយណាមានតែមនុស្សស្រីនឹងឯងដែលមានផ្ទៃពោះហើយ nín xin ចាអញ្ចឹងយើងមើលមើល nín ក៏មានអនណាsin ក៏មានអនណាដែរណាហើយអញ្ចឹងមនុស្សស្រីជាអ្នកមានផ្ទៃពោះម្នាក់ស្រីជាអ្នកពោះតែម្ដងហើយពាក្យចុងក្រោយពាក្យថា ski មានអនណាហើយជាមួយនឹងកូនក្មេងណាមានន័យថាចូលចិត្តមិនបានអញ្ចឹងណាអ្នកគ្នាសេក៏មិនយល់ដែរមិនបានពាក្យថាចូលចិត្តមានមនុស្សស្រីហើយនឹងមានកូនក្មេងហើយបាត់មនុស្សប្រុសទៅណាមនុស្សប្រុសចេះចូលចិត្តមែនអត់ចេះស្រឡាញ់មែនអត់ដឹងថៃបានវាអញ្ចឹងឥឡូវអ្នកគ្នាបើដឹងជួយ comment 5សេផងមើលតើហើយអ្វីបានជាតួអក្សរ ski មានអនណា hen ហើយជាមួយនឹងកតា comment នៅកៅមកផងណាហើយយើងនឹងជួបគ្នាមួយនឹង bush ផ្សេងទៀតដែរបាយបាយ